សួស្តីបងប្អូនជាទីមេត្រីក្នុងព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទនេះគឺជាការបកស្រាយនៅភាគបន្តវគ្គទី3បើអ្នកណាក្នុងពួកអ្នករាល់គ្នាស្មានថាខ្លួនមានបញ្ញាក្នុងលោកីនេះត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងងល្ងើវិញដើម្បីឲ្យមានបញ្ញាឡើងពីព្រោះប្រាជ្ញារបស់លោកីនេះជាសេចក្តីល្ងងល្ងើនៅចំពោះព្រះត្បិតមានសេចក្តីចែងទុកមកថាព្រះទ្រង់ចាប់ពួកអ្នកប្រាជ្ញដោយសារកិច្ចកលរបស់ពួកគេហើយមានបទមួយទៀតថាព្រះជាម្ចាស់ទ្រង់ជ្រាបគំនិតនៃពួកអ្នកប្រាជ្ញថាជាឥតប្រយោជន៍ទាំងអស់នៅកូរិនថូសទី1ចំពុក3ខ18ដល់ខ20ព្រះទ្រង់បានរើសពួកល្ងងល្ងើនៅលោកីនេះដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស់វិញទ្រង់បានរើសពួកកំសោយនៅលោកីនេះដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស់ហើយទ្រង់បានរើសពួកអ្នកទៀបថោកនៅលោកីនេះនិងពួកអ្នកដែលគេមើលងាយប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួននៅចំពោះព្រះឡើយក្រឹមធម៌ទី1ចំពុក1ខ27ដល់29សេចក្តីកោតខ្លាចដល់ព្រះជាម្ចាស់ជាដើមចមនៃប្រាជ្ញាហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធនោះគឺជាយោបល់សុភាសិតចំពុក9ខ10ក្នុងពួកអ្នករាល់គ្នាបើមានអ្នកណាមានប្រាជ្ញានិងយោបល់ត្រូវឲ្យអ្នកនោះសម្ដែងចេញជាការល្អហើយសារការដែលខ្លួនប្រព្រឹត្តដោយសេចក្តីសុភាពនៃប្រាជ្ញាចុះបើមានសេចក្តីចំណែនដ៏ជូរល្វីងនិងសេចក្តីគំនុំក្នុងចិត្តនោះកុំឲ្យអួតខ្លួនឬក៏ហក់ទៅតឹងនឹងសេចក្តីពិតឡើយប្រាជ្ញាទាំងនោះមិនមែនមកពីឋានលើទេគឺជារបស់ផងលោកីនេះហើយក៏ខាងសាច់ឈាមនិងខាងអរិយវិញទេតានៅគម្ពីរយ៉ាកុបចំពុក3ខ13ដល់15ខ្ញុំសូមលើកយកខុសគម្ពីរមកបកស្រាយវិញដើម្បីជាការខំរកឲ្យបានប្រាជ្ញាខាងឯព្រលឹងវិញ្ញាណដែលសម្រាប់នឹងស្អាងចិត្តឲ្យប្រព្រឹត្តបានត្រឹមត្រូវតាមព្រះបន្ទូលរបស់ព្រះដែលទ្រង់ណែនាំយើងឆ្ពោះទៅរកជីវិតអស់កលជានិច្ចដែលហៅថាជីវិតអមតៈនោះខគម្ពីរខ្លះៗក្នុងសេចក្តីបង្រៀនរបស់ពួកសាវកពិសេសសាវកពលដែលអាចបណ្ដាលឲ្យពួកអ្នកខ្លៅល្ងងនិងពួកមិនខ្ជាប់ខ្ជួនបង្វែរនៃដោយជាគេបានបង្វែរបទគម្ពីរឯទៀតដែរឲ្យខ្លួនគេវិនិច្ឆ័យពេត្រុសទី2ចំពុក3ខ16បានប្រាប់សូមមើលដូចជាកាឡាទីចំពុក4ខ10លោកពលថាអ្នករាល់គ្នាជាអ្នកកាន់ថ្ងៃខែរដូវនិងឆ្នាំផ្សេងត្រង់កន្លែងនេះបើយើងពិនិត្យមើលខខាងលើក្នុងបរិបទឬកថាខណ្ឌកាឡាទីចំពុក4ខ1ដល់11នោះយើងអាចយល់ច្រឡំថាលោកសាវកពលបង្រៀនមិនឲ្យយើងកាន់ថ្ងៃឈប់សម្រាកខែឈប់សម្រាករដូវឈប់សម្រាកនិងឆ្នាំឈប់សម្រាកផ្សេងដោយស្របទៅតាមការបង្រៀននៅក្នុងគម្ពីរកូឡូសចំពុក2ខ16ដល់19ផងនោះដែលជាបរិបទឬកថាខណ្ឌបញ្ជាក់ប្រាប់យ៉ាងច្បាស់អំពីការប្រព្រឹត្តខុសឆ្គងរបស់ពួកគ្រីស្ទបរិស័ទនិងគ្រូខ្លែងខ្លាយទៅវិញគឺថាបើគេកាន់ថ្ងៃខែនិងរដូវឆ្នាំផ្សេងនោះមិនត្រូវណាបើគេកាន់អញ្ចឹងវាមិនត្រូវទុកឲ្យគេនិន្ទាឬស្កល់ទោសយើងទៀតទេត្រូវតែតតាំងនឹងគេវិញណាទៅជាមានន័យចេះទៅវិញបើយើងបកស្រាយរបៀបខាងលើនេះនោះយើងពិតជាអ្នកល្ងងខ្លៅល្ងងនិងជាអ្នកមិនជាប់ជួនហើយដោយពាក្យនៅក្នុងសម្បត្តិលោកសាវកពេត្រុសបានប្រាប់ហើយដើម្បីឲ្យដឹងច្បាស់អំពីការបង្រៀនរបស់សាវកពលតោងតែយើងត្រូវរកមើលសេចក្តីបង្រៀនណាដែលនិយាយអំពីការកាន់ថ្ងៃឬកាន់ខែរដូវឬកាន់ឆ្នាំផ្សេងចឹងនេះដូច្នេះយើងអាចរកឃើញគឺថា1ក្នុងសាសនាពួកសាសយូដាដែលកាន់ក្រឹត្យវិន័យម៉ូសេនៅក្នុងសញ្ញាចាស់ហើយនឹងចំណុច2ក្នុងសាសនាពួកសាសដទៃដែលកាន់ថ្ងៃជោគជតារាសីហើយក្នុងពួកកូនចៅសាសអ៊ីស្រាអែលក៏រៀនតាមពួកដូនតារបស់គេដែលចាប់តាំងពីចំនួនមុនលោកម៉ូសេនិងក្រោយលោកម៉ូសេមកដែរដោយជាពួកគេជឿថាថ្ងៃមួយល្អជាងថ្ងៃមួយប៉ុន្តែពួកសាសយូដាណាជឿថាថ្ងៃណាក៏ដូចជាថ្ងៃណាដែរនៅពីរ៉ូមចំពុក14ខ5បានប្រាប់ហើយនេះក៏ប្រកាសជាពួកសាសដតីឬពួកសាសអ៊ីស្រាអែលខ្លះដែលមានដូនតាជឿតាមពួកគ្រូទាយគ្រូជោគជតារាសីនិងគ្រូអ្នកខត្តរិកខ្លះបានបង្រៀនទាំងមានថ្ងៃខែឆ្នាំរដូវផ្សេងនេះដែរដូចជាឧទាហរណ៍ខ្មែរយើងគេមានជំនឿថាថ្ងៃមួយល្អជាងថ្ងៃមួយ
đôi chỉ kia riệp rọp bị ngay trang bẩm pi để trừ đăng của căn ngày nào là nó ta cứ cái po chia tầm nục tha đôi chỉ thả chăn khang kia khay bút trì rót pro hoa trì đấy sọc tàu báo sau thì tôi tết dịch tết vừa một spec si chuột spray gì đàm này lấy ní khiêm số bộ sai tận này đại lục sạp vẹn Paul tranh tục trong capitality bộ buôn kho đọc nhé từ tìm muối nẹ ro khnia chỉ nẹ căn ngày đại sắm đá lừa pua sa dụ đá để căn khớp này mùa gì đôi riệp đọt to từ đi chúng nói có cá căn ngày chụp ra nơi ngày nu trâu thoai côn chiêm pi small pi ít cho nhé nên hai sẽ bắt nó hai chụp nẹ nó dụ một khu côn chiêm pi dụ một khu prom tiếng đồng vai mà sao giang mót pi nhăng lia đại preng là pi bật pin nghịch côn chiêm pi bật pin nghịch này pi ngày chụp mẹ ngày sẽ bắt này nắng đồng vai chui phong lướt pi đồng vai đốt để tay tại thoa gì nịch prom tiếng đồng vai chui nó phóng cái thà lướt pi ngay để thoa chiếm mùi bật mùi nghịch từ ngày thò mà đa ai ngày sẽ bắt ngày chụp mẹ nó cứ pi bật pin nghịch hay mà sáu pi nhăng lia preng sầm răng buônกับป้องហើយដងវាយជ្រួចត្រូវជាស្រាតំពាំងមកជូពីកំប៉ុងសម្រាប់ជាមួយណាហើយពីគុណពីកំប៉ុងសម្រាប់ជា4ហ្នឹងយើងពិចារណាទៅនៅជនកានីចំពុក28ខ9ដល់ខ10ណាហើយចំណុចទី2ការកាន់ខែជប់សម្រាប់តាមច័ន្ទកតិគឺរាប់ចាប់តាំងពីថ្ងៃមកកើតនៅក្នុងនិគមនាងពុក40ខ2រាល់តែថ្ងៃដើមខែថ្ងៃទី1ក្នុងខែដំបូងខែចែកនោះត្រូវយកគោឈ្មោលស្ទៀងមួយឥតខ្ចោះយកឈាមដង្វាយលុះបាបនោះទៅប្រឡាក់នៅក្របទ្វារព្រះវិហារហើយនៅកលៈអាសនាទាំង4ជ្រុងព្រមទាំងក្របទ្វារកំផែងលៀនខាងក្នុងផងដែរហើយនៅថ្ងៃទី7ខែនោះគឺនៅខែចែកត្រូវធ្វើដូចគ្នាទៀតសម្រាប់អ្នកណាដែលបង្វៀងចេញហើយសម្រាប់អ្នកណាដែលខ្លៅល្ងងដែរនៅពីអេសេគៀលជំពូក45ខ18ដល់ខ20ហើយនៅរាល់តែថ្ងៃដើមខែទៅថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាដែរគឺកូនគោឈ្មោល2ជាមឈ្មោល1កូនជាមឈ្មោល7ឥតខ្ចោះអាយុ1ខួបម្សៅម៉ត់3ខ្ញឹងលាយដោយប្រេងទុកជាដង្វាយម្សៅដែលថ្វាយជាមួយនឹងគោមួយឃើញទេហើយម្សៅម៉ត់2ខ្ញឹងលាយដោយប្រេងទុកជាដង្វាយម្សៅដែលថ្វាយជាមួយនឹងជាមឈ្មោល1ហើយម្សៅម៉ត់1ខ្ញឹងដោយលាយប្រេងទុកជាដង្វាយម្សៅដែលថ្វាយជាមួយនឹងកូនជាមួយនេះជាដង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះហើយជាដង្វាយជ្រួចផងគឺសារតំពាំងបាយជូរ4កំប៉ុងសម្រាប់គោមួយនិង3កំប៉ុងសម្រាប់ជាមឈ្មោល1ហើយស្រា2កំប៉ុងសម្រាប់កូនជាមួយនេះជាដង្វាយត្រូវតែដុតរាល់តែខែហើយត្រូវថ្វាយប្រពែឈ្មោលមួយទុកជាដង្វាយលួបាបលើសពីដង្វាយដែលតែងតែដុតថ្វាយជានិច្ចនិងដង្វាយជ្រួចនោះផងនៅជួនកាលនេះពុក28ខ11ដល់15ចំណុចគោការកាន់រដូវផ្សេងឬកាន់ឆ្នាំផ្សេងថ្ងៃបុណ្យផ្សេងហ្នឹងជួនកាលនេះពុក29ខ1ដល់6ដូចបុណ្យចូលឆ្នាំថ្មីទៅថ្វាយដង្វាយនេះបន្ថែមលើពីដង្វាយថ្ងៃចូលខែរាល់ខែណាបុណ្យប្រមូលផលឬបុណ្យរដូវប្រមូលផលជួនកាលនេះពុក29ខ12ដល់38ការកាន់ថ្ងៃបុណ្យផ្សេងដូចជាបុណ្យបារម្ភនៅលេវីពុក23ខ24ឲ្យលើសពីដង្វាយដុតដែលថ្វាយប្រចាំថ្ងៃជានិច្ចឬប្រចាំថ្ងៃជប់សម្រាប់អ្នកឧទាហរណ៍បើថ្ងៃបុណ្យប្រមូលផលនេះជន់គ្នាឬគាត់ជួននឹងថ្ងៃជប់សម្រាប់ប្រចាំសប្តាហ៍ថ្ងៃបុណ្យផលដំបូងឬបុណ្យអាទិត្យទី7ឬបុណ្យថ្ងៃទី50នៅជនកានីពុក28ខ21ដល់31លេវី23ខ9ដល់21បានប្រាប់ថ្ងៃបុណ្យរំលងឬបុណ្យចម្លងជនកានីពុក28ខ16ដល់25ណាហើយឬគេហៅថាបុណ្យនំប៉័ងឥតមេថ្ងៃបុណ្យធូននឹងបាបសម្រាប់ពួកសង្ឃនិងសម្រាប់ពួកបណ្ដាជនគឺជាថ្ងៃបុណ្យតមអត់ណាមានឈឺចិត្តខ្លួននេះដើមក្នុងមួយឆ្នាំម្ដងណានៅជួនកាលនេះពុក20ខ7ដល់11ណាផ្លាច់សង្ឃបានធ្វើកិច្ចលួសបាបខ្លួននិងបណ្ដាជនសិនហើយពីណា
ក្រៅពីដង្វាយគោនិងឈាមត្រូវយកប្រពែឈ្មោល2មួយសម្រាប់សែនដង្វាយលួសបាក់ហើយមួយទៀតសម្រាប់លេងនៅជនងាយពុក16ខ29ណាគេហៅថាបុណ្យភូននឹងបាបហើយលេវីពុក23ខ21ដល់32មិនប្រាប់ប្រៀបធៀបគម្ពីរសាគរីពុក8ខ19ដល់23ខ្ញុំសូមដកស្រង់យកមកដកបកស្រាយតាមលំដាប់លំដោយថ្ងៃបុណ្យតមអត់ខែអាសាឍគឺចំថ្ងៃទី17ច័ន្ទគតិត្រូវនឹង2រោចគឺតមសម្រាប់ការចាប់យកទីក្រុងយេរូសាឡឹមណាគឺតមនឹងសាសនាអញ្ចឹងថ្ងៃបុណ្យតមអត់នៅខែស្រាបណាគឺតមសម្រាប់ការបំផ្លាញព្រះវិហារគឺសម័យនេះពួកសាសដតីមកបំផ្លាញព្រះវិហារហ្នឹងគឺតមអត់នៅថ្ងៃទី9តាមច័ន្ទគតិនឹងត្រូវជាថ្ងៃ9កើតអំពីថ្ងៃបុណ្យតមអត់ខែអាសុចគឺខែនៅថ្ងៃទី10ហា10កើតទៅដល់ណានឹងចាប់ពីថ្ងៃទី10ហ្នឹង10កើតពិធីតមអត់ខែបុស្សថ្ងៃទី10នេះតាមច័ន្ទគតិត្រូវ10កើតហ្នឹងឯងដែរគឺតមសម្រាប់ការឡងពតក្រុងយេរូសាឡឹមណាហើយមួយទៀតគេកាន់ថ្ងៃបុណ្យតមសម្រាប់នាងអេសធើកាគេបានជ័យជំនះត្រូវសាស្ត្រាទាំងអស់អានគ្រោះគឺនៅថ្ងៃទី13ណាតាមច័ន្ទគតិត្រូវថ្ងៃ13កើតក្នុងខែផលគុណណានៅអេធើជំពូក9ខ18បានប្រាប់ហើយគេកាន់ថ្ងៃដូចគ្នានឹងថ្ងៃបុណ្យរំលងនឹងពេលថាផែនហ្នឹងគឺថ្ងៃក្រោយខែក្រោយខែចែកណានៅដូចនេះបុណ្យរំលងថ្ងៃបុណ្យរំលងថ្ងៃ14ទៅដល់15បាទអញ្ចឹងថ្ងៃបុណ្យឆ្លងមួយទៀតវាមានងាបុណ្យឆ្លងគេហៅថាហានូកាបុណ្យហានូកានៅយ៉ូហានពុក10ខ22បានប្រាប់រឿងហ្នឹងដែររយៈពេល8ថ្ងៃដែលដោយយូដាសម៉ាកាប៊ីនៅឆ្នាំឆ្នាំ167ដល់165បាទគេហៅថាបុណ្យសម្ពោធគេនោះបាទនេះឥឡូវនេះខ្ញុំនិយាយអំពីនៃពាក្យរបស់សាវកពលដែលថាអ្នករាល់គ្នាជាអ្នកកាន់ថ្ងៃណាផ្នែកទី2ចំណេះណែដឹងនេះចាំដល់លើកក្រោយចាំសូមបញ្ជាក់ប្រាប់អាមែន